Hiện bí narrative crypto đẹp tu láng cầm lòngឆ្នាំ2023ដល់ឆ្នាំ2024កាលពីភាគមួយយើងបាននិយាយអំពី narrative DeFi NFT និង Layer 2ថ្ងៃនេះយើងនឹងបន្តស្វែងយល់អំពី narrative crypto ផ្សេងទៀតដែលអាចរកផលចំណេញ 1000% ឬច្រើនជាងនេះ 1. Meme coin Meme coin គឺជាកាក់ crypto ដែលបង្កើតឡើងសម្រាប់ជាការកម្សាន្តឬរូបភាពនៅលើអ៊ីនធឺណិតដែលទទួលបានការគាំទ្រពីសហគមន៍ជាច្រើន narrative នេះបានផ្ទុះឡើងនៅឆ្នាំ2020ដល់ឆ្នាំ2024ដូចជាកាក់ Shiba Inu ដែលនៅឆ្នាំ2020 Shiba មានតម្លៃ 0.09 ដង1ហើយនៅឆ្នាំ2021បានឡើងដល់តម្លៃ 0.04 ដង88ហេតុផលនៃការផ្ទុះឡើងនេះដោយសារមានការគាំទ្រពីសហគមន៍នៅលើ Twitter និងការផ្សព្វផ្សាយពីបុគ្គលល្បីដូចជា Elon Musk ជាដើមប៉ុន្តែសម្រាប់ meme coin មានហានិភ័យខ្ពស់ដោយសារ meme coin ច្រើនតែគ្មានមូលដ្ឋានរឹងមាំដែលធ្វើឲ្យតម្លៃធ្លាក់ចុះខ្លាំង 2. Artificial Intelligence និង AI Agent AI Project ប្រើបច្ចេកវិទ្យាសិប្បនិម្មិតដូចជាការវិភាគទិន្នន័យឬបង្កើតរូបភាពឧទាហរណ៍ Project Fit AI ដែលជា platform ដែលបង្កើត AI នៅលើបច្ចេកវិទ្យា blockchain នៅឆ្នាំ2023 Fit មានតម្លៃ 0.20 សេនប៉ុន្តែនៅឆ្នាំ2024បានឡើងដល់តម្លៃ $2.50 មួយទៀតគឺ Render Token ដែលជា AI Project ដែលផ្ដល់ GPU សម្រាប់ rendering នៅឆ្នាំ2023 Render Token មានតម្លៃ 0.40 សេនបន្ទាប់មកនៅឆ្នាំ2024ឡើងដល់តម្លៃ$5ហេតុផលនៃការកើនឡើងតម្លៃនេះដោយសារការរីកចម្រើននៃ AI ឧទាហរណ៍ដូចជា ChatGPT និងការប្រើប្រាស់ AI agent ក្នុងជីវិតប្រចាំថ្ងៃ 3. River Asset River Asset គឺជាការយកទ្រព្យសម្បត្តិពិភពលោកដូចជាអចលនទ្រព្យឬមាសមកបង្កើតជា token នៅលើ blockchain ឧទាហរណ៍ Project Ondo Finance ដែលជា platform មួយដែល tokenize ទ្រព្យសម្បត្តិដូចជាបានបំណុលនៅឆ្នាំ2024 Ondo ចាប់ផ្ដើមជាមួយតម្លៃទាបហើយឡើងជាង 1000% ដោយសារមានការភ្ជាប់ crypto ជាមួយទ្រព្យសម្បត្តិដែលមានតម្លៃពិតប្រាកដប៉ុន្តែវាមានហានិភ័យដោយសារនៅមិនទាន់មានច្បាប់ច្បាស់លាស់នឹងការប្រែប្រួលតម្លៃទ្រព្យសម្បត្តិខាងក្រៅ 4. DePIN គឺជាបណ្ដាញដែលប្រើ blockchain ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធដូចជាអ៊ីនធឺណិតឬថាមពលឧទាហរណ៍ Project Helium ANT ដែលជាបណ្ដាញ IoT នៅឆ្នាំ2020 ANT មានតម្លៃ 0.30 សេនក្រោយមកនៅឆ្នាំ2021ឡើងដល់តម្លៃ$55ដោយសារមានការប្រើប្រាស់ blockchain ដើម្បីកាត់បន្ថយថ្លៃដើម 5. Bitcoin Development Ordina Ron Bitcoin Development ជាការច្នៃប្រឌិតថ្មីៗនៅលើ Bitcoin ដូចជា Ordina និង Ron ឧទាហរណ៍ Project ORD ដែលជា token BRC20 ចាប់ផ្ដើមជាមួយតម្លៃ$3ទៅ$5ហើយឡើងដល់តម្លៃ$80បើបងប្អូនចង់សាកល្បងវិនិយោគក្នុង narrative crypto ដែលមានសក្តានុពលខ្ពស់ត្រូវមាន5ចំណុចសំខាន់ចំណុចទី1សិក្សាឲ្យច្បាស់ត្រូវអាន white paper របស់ project ពិនិត្យក្រុម developer និងមើលការគាំទ្រនៅលើ Twitter ឬ CoinGecko 2. ចាប់ផ្ដើមវិនិយោគតិចត្រូវវិនិយោគជាមួយលុយត្រឹម$10ទៅ$50ដើម្បីសាកល្បងដោយមិនប្រថុយច្រើនពេក 3. ជ្រើសរើស exchange ដែលគួរឲ្យទុកចិត្តនិងមានកេរ្តិ៍ឈ្មោះល្អ 4. ប្រុងប្រយ័ត្នក្នុងការបោកប្រាស់ជៀសវាង project ដែលសន្យាចំណេញភ្លាមៗឬសុំព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូនដូចជា password ឬ separate ជាដើម 5. តាមដាន narrative ដូចជា AI, DePIN និង RWA ដែលមានសក្តានុពលនៅឆ្នាំ2025នេះសរុបមកវិញក្រៅពី Bitcoin មាន narrative crypto ជាច្រើនដែលបានផ្ដល់ផលចំណេញ 1000% ឬច្រើនជាងនេះនៅចន្លោះឆ្នាំ2019រហូតដល់ឆ្នាំ2024 narrative ទាំងនេះបានបើកឱកាសធំប៉ុន្តែក៏មានហានិភ័យខ្ពស់ផងដែរ Vortex គ្រាន់តែចែករំលែកជាចំណេះដឹងតែប៉ុណ្ណោះមិនផ្ដល់ជាដំបូន្មានហិរញ្ញវត្ថុនោះទេសូមសិក្សាឲ្យបានច្បាស់និងប្រើលុយដែលបងប្អូនអាចខាតបង់បាន